ពិតជាក្រក្រខ្លាំងណាស់នេះគឺជាទស្សនវិជ្ជាពិធីបន់សពរបស់លោកសួនរៀននៅព្រឹកនេះមានមន្ត្រីបាទគឺចូលរួមជាច្រើនដើម្បីទៅគោរពវិញ្ញាណក្ខន្ធរបស់គាត់និងចូលរួមរំលែកទុកយ៉ាងក្រៀមក្រំតែម្ដងទៅកាន់គ្រួសារនិស្សិតបាទពាក់ព័ន្ធទៅនឹងបញ្ហានេះបងប្អូនដឹងអីគឺមានការបាញ់ប្រហារគ្នាហើយមន្ត្រីរបស់យើងក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាទនៅក្នុងសមារភូមិផងដែរនៅថ្ងៃទី29ខែឧសភាឆ្នាំ2025នេះលោកឈិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខេត្តឫស្សីកែវបានដឹកនាំមន្ត្រីក្រមអាវ៉ាតដើម្បីចូលរួមរំលែកទុក្ខដល់ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារនិស្សិតដែលបានពលិជីវិតនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងទ័ពកម្ពុជានិងកងទ័ពរបស់ថៃនៅព្រំដែនតំបន់បំបីស្ថិតនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025នេះនៅក្នុងឱកាសនោះលោកអភិបាលខេត្តបានសម្ដែងនៅគេហៅថាទុក្ខដំណើរមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុតនិងសោកស្ដាយយ៉ាងខ្លាំងអឡោះអាល័យជាពន់ពេកជាមួយនឹងក្រុមគ្រួសារនៃសពយោធិនពលីព្រោះការបាត់បង់នេះគឺជាការបាត់បង់នាយទាហានរងដ៏ឆ្នើមមួយរូបដែលបានពលីជីវិតបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបូពហេតុជាតិមាតុភូមិជាតិជាទីស្នេហាជាពិសេសរួមចំណែកយ៉ាងសំខាន់នៅក្នុងបើថាបូពហេតុជាតិមរណភាពទឹកដីកសាងសុខសន្តិភាពស្ថិរភាពសង្គមនៅក្នុងការបម្រើជាតិសាសនាព្រះមហាក្សត្រគ្រប់កលៈទេសៈចូលរួមរំលែកទុក្ខជាមួយនឹងមហាជនកម្ពុជារហូតដល់ថ្ងៃអវសានអញ្ចឹងនៅក្នុងថ្ងៃនោះផងដែរឃើញថាឃើញបាទបងប្អូនមហាជនបូករួមជាមួយនឹងមន្ត្រីគ្រប់ជាន់ថ្នាក់បានទៅចូលរួមពាក់ព័ន្ធទៅនឹងការមរណទុក្ខបាទពីខាងបាទនិយាយទៅគឺរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពម្ដាយត្រូវបាត់បង់ស្វាមីចំណែកកូនត្រូវបានបាត់បង់ឪពុកជាទីស្រឡាញ់បាទអញ្ចឹងចាប់ពីពេលនេះតទៅអត់មានអ្នកណាត្រូវចិញ្ចឹមគាត់ទៀតនោះទេមកដល់ក្នុងពេលនេះស្ថានភាពយើងជាមួយនឹងថៃនៅតែបន្តមានភាពតានតឹងជាទីបំផុតក្រោយបើយើងនិយាយចំទៅពាក់ព័ន្ធទៅនឹងសន្តិសុខជាតិបាទការចរចានេះយើងមិនទាន់ដឹងថាបានប៉ុន្មានភាគរយទេដែលមកទល់នឹងពេលនេះបាទយើងក៏មិនទាន់មានការច្បាស់លាស់ណាមួយដែលបង្ហាញភាពច្បាស់ថាយើងជប់បាញ់គ្នាហើយមូលហេតុនៃការកើតនៃការបាញ់គ្នានឹងមូលហេតុអ្វីក៏យើងអត់ទាន់ច្បាស់ដូចគ្នាប្រិមត្តពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងយើងតែបន្តតាមដានជាមួយនឹងសាច់រឿងនេះបន្តទៀត